ពិតជាតំណែងល្អមែនទែនបងប្អូនអរគ្នានៅថ្ងៃនេះគឺនៅថ្ងៃទី25ខែឧសភាឆ្នាំ2026ហ្នឹងណាគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជារបស់យើងហើយបច្ចុប្បន្នជាប្រធានប្រសិទ្ធិនៃប្រទេសកម្ពុជាហើយក៏ជាប្រមុខរដ្ឋស្ដីទីនៃប្រទេសកម្ពុជាផងដែរលោកបានត្រាស់បង្គាប់ឲ្យដោះលែងតនដិតកឹមសុខាដែលលោកជាប្រធានគណៈបក្សសង្គ្រោះជាតិឲ្យមានសេរីភាពឡើងវិញបងប្អូនគឺនៅថ្ងៃនេះតែម្ដងហើយនេះគឺខ្ញុំបានដកស្រង់ចេញពីเพจសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនហ្នឹងគឺលោកទើបតែបង្ហោះប្រហែលនាទីមុននឹងទេបងប្អូនអរគ្នានេះវាជាដំណឹងថ្មីមែនតើហើយវាជាដំណឹងដែលល្អសម្រាប់ប្រទេសជាតិយើងទាំងមូលបងប្អូនអរគ្នារឿងនយោបាយវាគឺជារឿងនៃស៊ីជម្រៅមែនតើហើយវីដេអូនេះគឺខ្ញុំមិនចង់ថានិយាយស៊ីជម្រៅនោះទេក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយយើងទាំងអស់គ្នាពិតជាសាទរមែនតើសម្រាប់ខ្ញុំគឺខ្ញុំអបអរសាទរមែនទែនចំពោះចំណាត់ការមួយនេះកាលពីប្រហែលសប្តាហ៍មុនបងប្អូនអរគ្នានៅខាងប្រទេសថៃណាបងប្អូនគេក៏បានដោះលែងលោកថាក់ស៊ីនវត្រាផងដែរដែលជាប់ពន្ធនាគារប៉ុន្តែត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញសម្រាប់យើងវិញក៏ដូចគ្នាដែរបងប្អូនអរគ្នាយើងក៏មានការផ្សះផ្សាជាតិឡើងវិញតាមរយៈការដោះលែងលោកកឹមសុខាឲ្យមានសេរីភាពឡើងវិញហ្នឹងអានឹងគឺជាការផ្សះផ្សាជាតិមួយដ៏សំខាន់មែនទែនសម្រាប់ប្រទេសជាតិរបស់យើង